យើងជាកលបិតអ្នកដែលចូលអ្នកដែលលះបង់បលពួនគ្រប់សពបែបយ៉ាងយើងចូលមកក្នុងមលុបនៃសាសនាអញ្ចឹងទេយើងខិតខំប្រឹងសិក្សារៀនសូត្រមានតែយើងនឹងហើយខអាវិន័យដែលផ្ញើចំពោះព្រះសង្ឃនឹងឯងព្រោះសង្ឃនាវាសង្ឃនាវាហ្នឹងប្រសំយើងទុកដូចជានាវាអញ្ចឹងជញ្ជូនទាំងខជញ្ជូនទាំងវិន័យជញ្ជូនទាំងទេយវត្ថុដែលបរិស័ទនឹងផ្ញើទានដែលយើងរាល់គ្នាទាំងពិភពទាំងសមណែនឹងឲ្យយើងនេះជានាវាដែលហៅថានាវាដែលឆ្លងកាត់នៅមហាសមុទ្រធំធេងហ្នឹងមានសមុទ្រកាមលោកសមុទ្ររូបលោកនិងសមុទ្រអរូបលោកគាត់ថាសង្ឃនាវានឹងឲ្យបរិស័ទនេះជាអ្នកទីនាវាយើងទេព្រោះជាអ្នកទីនាវាជាអ្នកផ្ញើនៅទេយវត្ថុនឹងឲ្យតាមយើងអញ្ចឹងយើងអ្នកបួសធ្វើយ៉ាងណាឲ្យនាវាយើងហ្នឹងឲ្យវារឹងមាំឲ្យ